នៅក្នុងកុំព្យូទ័រយើងហ្នឹងតាមពិតទៅគឺមាន RAM 2 ទី1គេហៅ SRAM ទី2គឺ DRAM ដែលយើងស្គាល់សប្តាហ៍ថ្ងៃហ្នឹងគឺ DRAM ចុះអីគេ SRAM SRAM តួនាទីវាគឺខាច់នៅក្នុង CPU អញ្ចឹងបើសិនជាមាន RAM អីហេតុអីបានប្រើខាច់នៅក្នុង CPU ទៀតទៅតាមពិតទៅខាច់នៅក្នុង CPU ហ្នឹងគឺប្រើដើម្បី balance speed រវាង RAM និង CPU យើងដឹងស្រាប់ហើយថា RAM គឺបញ្ជូនទៅនៅឲ្យ CPU ដើម្បីគណនាប៉ុន្តែការបញ្ជូនហ្នឹងគឺយឺតពេកអញ្ចឹងខាងអ្នកវិទ្យាសាស្ត្រឬក៏អ្នកដែលផលិតកុំព្យូទ័រហ្នឹងគេបានបង្កើត cache ដែលនៅក្នុង CPU ដើម្បីផ្ទុក data ណាដែលប្រើជាញឹកញាប់អញ្ចឹង CPU គឺមិនចាំបាច់យក data ពី RAM មកម្ដងទៀតទេឥឡូវយើងចូលមកដល់ DRAM យើងវិញនៅគ្នាយើងនៅអំឡុងឆ្នាំ90គេក៏បានអភិវឌ្ឍ DRAM ហ្នឹងទៅជា SDRAM ឬក៏ពាក្យពេញ Synchronous Dynamic RAM ដែលការអាប់ដេតនេះគឺធ្វើឲ្យវាធ្វើការស៊ីគ្នាជាងមុនជាមួយនឹង clock របស់ CPU អញ្ចឹងសប្តាហ៍ថ្ងៃប្រទេសធំៗដែលបង្កើត RAM ហ្នឹងមានដូចជាប្រទេសកូរ៉េនិងអាមេរិកកូរ៉េមានដូចជាក្រុមហ៊ុន Samsung និង Hynix ចំណែកអាមេរិកមានដូចជាក្រុមហ៊ុន Micron ជាដើម